នេះជាមេរៀនទី4តាក់ទងជាមួយនឹងការ restriction ម៉ាស៊ីននេះដើម្បីset 210k នេះដើម្បីយើង restriction បានជំហានទី1គឺយើងត្រូវបញ្ចូលកអណេមុនមានបញ្ចូល BM មុនបើយើងចង់ restriction តាក់ទងនឹង BM មួយមុនយើងត្រូវបញ្ចូលអា1ហើយចាំបញ្ចូល2អញ្ចឹងណាអាហ្នឹងបើយើងចង់បាញ់អា1មុនអញ្ចឹងបើយើងចង់បាញ់អា2មុនយើងត្រូវបញ្ចូលមុនហើយចូលទី1ហើយចូលទី2មិនយើងបាញ់មានន័យថាយើងចូលអនេតាមដាប់ហើយយើងបាញ់តាមដាប់វាដែរអញ្ចឹងទី1យើងចូលមកចូលអនេសិនអញ្ចឹងដើម្បីចូលរីសិនយើងត្រូវចូលថយយើងរកពាក្យ menu តទៅឃើញ menu ហើយយើងឆែកមើលពាក្យ restriction តមកយើងឃើញហើយយើង enter តមកយើង unersert យើង enter តមកយើងពាក្យ read នេះដូចជាពាក្យ load ចឹងយើងយក read មកបើមក BM មិញBM ឡើយយើងបញ្ចូល BM មួយមុនអញ្ចឹងយើងទៅមួយមានBM មួយមិញខ្ញុំដាក់លេខ3អញ្ចឹងយើងយក enter មកតមកយើង next ហើយយើង load យកនេះគេដាក់ into PT ហ្នឹងយើង load មួយទៀតមានថាយើង load អាទី4អញ្ចឹងតមកយើងតពីយើង load ទី4ហើយយើងអត់ធ្វើទៀតយើងត្រូវមីសមានថាមីសអាលេខ1មុនដែលយើងបញ្ចូលហ្នឹងហើយចង់មីសលេខ2អញ្ចឹងទី1ខ្ញុំមីសលេខ1ហើយខ្ញុំមីសអា1ដែលបញ្ចូលមុន this តទៅចាប់បានហើយយើងយកចេះតមកយើង this អាលេខ2មានថាចំណុចទី2ដែលយើងបញ្ចូលក្រោយមិញហ្នឹងយើងរកចំណុចវាសិនចំណុចទី2ឃើញហើយតមកយើង this វាទៀតពាក្យ this ដូចពាក្យមីសហ្នឹងនេះ this មក this អាទី2មកតទៅចាប់បានហើយគឺយើងកាល់គេឲ្យយើងកាល់អញ្ចឹងយើងកាល់វាមកកាល់ calculate យើងកាល់វាមកតមិនឃើញ result វា data in data data in data ខុសដល់2លីវាខុសដល់2លីទេអញ្ចឹងតមកយើង record វាឬវាអូខេតមកយើងអូខេទៀតបើយើងកំណត់ទីតាំងរបស់ម៉ាស៊ីនយើងអូខេ set as a mode អញ្ចឹងមានយើងចប់ reason កាលណាចប់ reason យើងអាចsetting out point អញ្ចឹងមេរៀនក្រោយគឺយើងរៀនពីរបៀប setting out point